បងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះយើងមករៀនសរសេរលំនាំនៃសំណេរតាសេចក្តីខ្មែរយើងមួយចំនួនបាទណាចឹងយើងដឹងហើយថាតាសេចក្តីខ្មែរយើងគឺមានច្រើនបែបច្រើនប្រភេទណាស់ចឹងថ្ងៃនេះគឺសូមលើកយកតែអឺតាសេចក្តីខ្មែរបែបអត្ថាធិប្បាយបញ្យលទេបាទណាយកមកធ្វើជាបទបង្ហាញហើយយើងមករៀនសរសេរលំនាំចឹងតាសេចក្តីខ្មែរកន្លែងដែលយើងពិបាកសរសេរមុនគេនោះគឺលំនាំតែកាលណាយើងសរសេរលំនាំទៅមិនសមហេតុផលមិនស្អាតទៅគឺធ្វើឲ្យអ្នកអានអ្នកដែលគេកែបន្ទុកឲ្យយើងនោះក៏គេមិនចូលចិត្តមើលដែរយើងក៏មិនបានបន្ទុកខ្ពស់ហើយយើងក៏ពិបាកក្នុងការសរសេរភ្ជាប់ទៅរកខ្លឹមសារខាងក្រោមទៀតណាចឹងចំណុចដែលសំខាន់ជាងគេនោះគឺកន្លែងលំនាំបញ្ហាដែលជាចំណុចទី1ក្នុងចំណោមចំណុចទាំង3នៃផ្ដើមសេចក្តីខ្មែរយើងណាបាទតោះចឹងយើងមកមើលប្រធានគេដាក់ទាំងអស់គ្នាគេដាក់ថាមនុស្សមួយចំនួនគេឲ្យរំលាយទៅលើលុយបាទគេថាមានលុយគឺមានអ្វីទាំងអស់តើមតិនេះត្រឹមត្រូវដែរឬទេបាទចូលពិភាក្សាដោយលើកអំណះអំណាងមកបញ្ជាក់បាទចឹងសំទោសផងនេះគឺជាប្រធានបែបពិភាក្សាណាបាទចឹងឲ្យយើងគេថាមានលុយគឺមានអ្វីទាំងអស់តើមតិនេះត្រឹមត្រូវដែរឬទេចឹងអ្វីដែលជាការសំខាន់ក្នុងការសរសេរតាសេចក្តីដូចខ្ញុំបានបញ្ជាក់ប្រាប់ចឹងគឺកន្លែងលំនាំបញ្ហាតែកាលណាយើងសរសេរលំនាំបញ្ហាទៅត្រឹមត្រូវមានការពេញចិត្តទៅគឺគេព្យាយាមអានទៅខាងក្រោមទៀតហើយតែបើយើងសរសេរទៅមិនល្អទេគឺប្រហែលគេមិនអានបញ្ជាតទៀតទេគេសង្ខេបហើយណាឬក៏គេអាចផ្លោះរំលងរបស់យើងចោលហើយដែលឲ្យឈ្មោះថាយើងសរសេរលំនាំបញ្ហាហ្នឹងគឺសរសេរចាកប្រធានបាទណាតោះចឹងមកមើលលំនាំបញ្ហាទាំងអស់គ្នាគេដាក់ថាក្នុងជីវភាពប្រចាំថ្ងៃមនុស្សគ្រប់រូបរមែងតម្រូវការនិងបំណងប្រាថ្នាជាររាបគ្រាន់តែទំហំរបស់វាមានលក្ខណៈខុសគ្នាមិនស្មើគ្នាប៉ុណ្ណោះដើម្បីបំពេញតាមសេចក្តីត្រូវការទាំងនោះម្នាក់ត្រូវប្រើមធ្យោបាយនានាក្នុងនោះអ្វីដែលមានប្រសិទ្ធភាពគឺលុយបាទឬប្រាក់នេះឯងតែម្ដងអាស្រ័យនេះហើយទើបមានមនុស្សមួយចំនួនបានឲ្យតម្លៃទៅលើលុយថាមានលុយគឺមានអ្វីទាំងអស់បាទណាអញ្ចឹងយើងត្រូវចេះផ្ដើមឲ្យស្របជាមួយនឹងន័យរបស់ប្រធានខាងលើបាទណាតែអញ្ចឹងយើងមានតែប៉ុណ្្នេះទេយើងជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយប្រធានផ្សេងទៀត